ជំរាបសួរអ្នកមើលដំណើរ section របស់សិង្ហាទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់សិង្ហថ្ងៃនេះខ្ញុំនឹងមកធ្វើការចែកម្លែកចំណេះដឹងទាក់ទងជាមួយនឹងការប្រឡងបាក់ឌុបទៀតហើយចឹងថ្ងៃនេះខ្ញុំនឹងលើកយកប្រធានបទមួយគឺការវិភាគរបស់សាលាមែនទេអ្នកនរគ្នាចឹងការវិភាគហ្នឹងគឺជាការវិភាគសម្រាប់ខ្លួនឯងផ្ទាល់ដើម្បីអីទី1បែងចែកពេលវេលារៀនឲ្យបានច្បាស់លាស់ទី2ដឹងថាខ្លួនឯងត្រូវរៀនអីទី3មានគោលដៅច្បាស់លាស់ចឹងបើសិនជាយើងមានការវិភាគរៀនផ្ទាល់ខ្លួនមួយសម្រាប់ខ្លួនឯងហើយចឹងកត្តាជំរុញឲ្យយើងចង់រៀនក៏កាន់តែខ្លាំងដែរអ្នកនរគ្នាព្រោះថាយើងដឹងថាអូម៉ោងនេះយើងត្រូវរៀនអីដល់ម៉ោងនេះយើងត្រូវរៀនអីគោលដៅយើងត្រឹមនេះហើយបញ្ចប់វិញទៅដល់ត្រឹមណាឃើញអត់អ្នកគ្នាយើងមិនថាអូថ្ងៃនេះចង់រៀននេះស្អែកចង់រៀននេះឥឡូវចង់រៀននេះស្អែកចង់រៀននេះវាមានគេហៅថាស្តង់ដារច្បាស់លាស់វាមានបរិមាណត្រឹមត្រូវមួយអ្នកគ្នាយើងអាចបែងចែកពេលវេលាទៅជា3ដោយសារតើរៀនយើងមានពេលព្រឹកពេលថ្ងៃជាមួយនឹងពេលយប់អញ្ចឹងពេលព្រឹកភាគច្រើនអ្នកគ្នាកំពុងតែនៅរៀននៅសាលាចេះព្រឹកភាគច្រើននឹងរៀនហើយអ្នកខ្លះអាចឆ្លៀតចូលថ្ងៃទៀតយើងត្រូវបែងចែកមកព្រឹកឡើងយើងរៀនអីរត់អូខេបន្ទាប់មកចេញពីរត់មកទៅដល់អីគេរៀនគួរហើយរៀនគួរអីខ្លះយើងទៅសេមកថាខ្មែររូបគណិតគីមីអីយើងបែងចែកថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យចឹងណាអ្នកគ្នាអញ្ចឹងភាគច្រើនសាលាចូលពីម៉ោង7ដល់ម៉ោង11អញ្ចឹងពេលហ្នឹងគឺជាពេលរៀនរត់ឬក៏រៀនឯកជនបន្ទាប់មកចេញពីហ្នឹងយើងអាចទៅរៀនគួរ1ម៉ោងឬ2ម៉ោងបន្ទាប់មកបើអ្នកខ្លះអាចរៀនរត់ឬឯកជនថ្ងៃហ្នឹងយើងចូលរៀនវិញអាហ្នឹងផឹកហើយថ្ងៃចូលដល់យប់នឹងអាចថាពីម៉ោង7ដល់ម៉ោង9ឬក៏ម៉ោង10ចឹងទៅព្រោះថាម៉ោង5 6យើងអាចហូបបាយឬក៏អីឬក៏អ្នកខ្លះអាចរៀនគួរធ្លីដល់5 6ក៏ថាបានអានេះគឺបែងចែកពេលវេលាខ្លួនឯងមកប៉ុន្តែអីដែលខ្ញុំចង់លើកចំណុចសំខាន់ហ្មងគឺរៀនពេលយប់គឺជារឿងដែលសំខាន់ចាំបាច់ខ្លាំងបំផុតយើងរៀនពីព្រឹករៀនថ្ងៃបើអ្នកនេះគិតថាអូយើងរៀនយូរហើយយើងគួរតែសម្រាប់ខ្លះអ្នកគ្នាគិតចឹងគាត់ជាដើរក្រោយគេហើយបើសិនជាគេព្រឹកក៏គេរៀនថ្ងៃក៏គេរៀនយប់ក៏គេរៀនចំណេះដឹងគេប្រកាសច្បាស់លើយើងមកកម្រិតដែរទោះមិនច្រើនក៏បានមកកម្រិតដែរចឹងយើងឆ្លៀតមក1ម៉ោងក្តី2ម៉ោងក្តីយើងធ្វើម៉េចឲ្យតែបានរៀនធ្វើម៉េចឲ្យមានចំណេះដឹងថ្មីចូលខ្លួនធ្វើម៉េចឲ្យបានធ្វើលំហាត់មួយមកធ្វើម៉េចក៏តែក្តីមួយយើងអាចបញ្ចប់លំនាំឬក៏ចំណូលបានមួយធ្វើម៉េចក៏បានលំហាត់មួយខ្ទង់ធ្វើម៉េចក៏បាន2 3សំណួរមិនក៏ដោយយប់ឡើងគឺត្រូវតែរៀនឬក៏រំលឹកមិនថាមកសំណួរក្តីពីលំហាត់ក្តីវាមិនសិតតែជាចំណេះដឹងរបស់យើងវាមិនសិតតែជាអីផលប្រយោជន៍របស់យើងផ្ទាល់ហ្នឹងយើងរៀនខ្លួនឯងយើងចេះខ្លួនឯងនឹងអ្នកគ្នាចឹងបកមកវិញវីដេអូនេះគ្រាន់តែចង់ឲ្យអ្នកគ្នាមានការអភិវឌ្ឍផ្ទាល់ខ្លួនមួយច្បាស់លាស់ហើយនឹងឆ្លៀតរៀនពេលយប់ដោយខ្លួនឯងរៀនច្រើនចេះច្រើនប៉ុណ្ណឹងចឹង SME សាជាជួបគ្នានៅវីដេអូក្រោយទៀត Peace out